គ្រាន់តែមានហោះថាចង់សម្រាយរឿងនេះភ្លាមស្ទើរតែ50%មានអ្នកខមមិនចង់ឲ្យមានសម្រាយមួយទៀតគឺអត់ចង់ខ្លះទៀតខ្លាចមានអត់សម្រាយ BL តែចង់និយាយថាមានអត់ងាយបានមើលរឿងចឹងណាគឺដោយសារតែរឿងនេះមានថាវាមានអត្ថន័យល្អហើយក៏មានអ្នកប្រាប់មានថាមានគេសម្រាយផងដែរមានអត់ខ្វល់គេសម្រាយផ្សេងគឺមានសម្រាយផ្សេងបើសិនអ្នកដែលគាត់អត់ចូលចិត្តរឿងចឹងគឺអាចមើលប្រភេទ BL ដែលមានសម្រាយរាល់ថ្ងៃបានហើយអ្នកអរគ្នាកុំភ័យមានណាដឹងតែសម្រាយ BL ច្រើនជាងប្រភេទរឿងចឹងហើយដោយសាររាល់ថ្ងៃមានមើលតែ BL នឹងឯងវាកម្រដែលមានមើលប្រភេទរឿងចឹងមានអីត្រូវបកស្រាយច្រើនទេសួស្តីអ្នកគ្នាចូលមកកាន់ admin Smile Manga សាជាថ្មីថ្ងៃនេះផងដែរយើងបន្តសេរីរឿង Omega ជាទីស្រឡាញ់របស់បងទាំងអស់គ្នាហើយ admin សូមអរគុណទៅដល់សុភ័ក្របើសិនអ្នកគ្នាចង់ support admin អាចចូលទៅ description របស់ admin បានហើយសូមអធិស្ឋានផងថ្ងៃនេះ admin រឿងឈឺកដែរចឹងកាលពីវគ្គមុនយើងដឹងហើយថាដងជីណាគឺថាខឹងឡើងមកសាច់ហើយណាមិនខឹងបើប្រពន្ធខ្លួនឯងនេះធ្វើជារឹកអីចឹងតែមិនគិតថាដងជីហ្នឹងគិតតែឯងហ្មងនៅពេលដែលគាត់ដឹងថាអូមេហ្គាយើងមិនព្រមបញ្ឈប់ការមើលវីដេអូហ្នឹងអូនសម្លាញ់នៅពេលដែលដងជីហ្នឹងបើកទ្វារចូលមកភ្លាមចឹងគឺថាអូមេហ្គាយើងភ្ញាក់ផ្អើលខ្លាំងមែនតើដងជីណាដើរចូលមកបណ្ដាហើយស្រែកសួរប្រពន្ធគាត់បណ្ដាថាតើអូនកំពុងតែមើលអីរីឯហេសុងវិញដល់ពេលគាត់គាំងពេកគាត់មិនលើឆ្លើយជាមួយនឹងដងជីមិនទេហើយដងជីយើងនេះគេថាចូលមកតែកំហឹងតែម្ដងគាត់ហ្នឹងយកដៃចាប់អូមេហ្គារបស់យើងហេសុងយើងស្រែកមួយទំហឹងមនុស្សចាស់ហ្មងច្រឡំគេស្រែកធម្មតាតារៀកដងជីនវិញគឺថាគាត់ខឹងផងស្គីងផងនឹងឯងយើងមើលទៅទឹកមុខគាត់ទៅគឺដឹងហើយអូមេហ្គាយើងដល់ពេលអញ្ចឹងគឺថាប្រកែកមួយដងជីនអត់ឈ្នះទេខំប្រឹងប្រាប់គេហ្នឹងហើយដកដៃចេញផងអីផងហ្នឹងរៀកដងជីនវិញគាត់បានខំប្រឹងសួរទៅប្រពន្ធគាត់ថាតើអូនណាចូលចិត្តរឿងអញ្ចឹងមែនហើយតើអូនហ្នឹងចូលចិត្តអូមេហ្គាបែបហ្នឹងមែននិយាយស្អីហ្នឹងដងជីនណាសួរមើលតើគេហ្នឹងចិត្តដែកបេះដូងថ្មអញ្ចឹងតែគេឃើញវីដេអូអញ្ចឹងណាគេក៏អៀនអូមេហ្គាយើងបានចោទសួរទៅកាន់ដងជីនវិញថាចំនួននេះគាត់គួរតែសួរដងជីនវិញទេដែលត្រូវជាតែអូមេហ្គាយើងចង់សួរដងជីនថាមិនបានគាត់ហ្នឹងមើលរឿងចឹងអីចឹងដងជីនណាក៏គាត់និយាយថាតាមពិតទៅគាត់អត់ចេះចាប់អារម្មណ៍រឿងចឹងទេជាពិសេសជាមួយនឹងអូមេហ្គាផ្សេងកន្លែងនេះគេចង់និយាយថាក្រៅពីប្រពន្ធគេហ្នឹងគេអត់ស្រឡាញ់តែគេទេហើយអ្នកដែលប្រកែចាប់អារម្មណ៍រឿងហ្នឹងគឺមានតែអូមេហ្គាយើងនឹងឯងអូមេហ្គាយើងក៏ខំប្រកែទៀតហើយថាមិនមែនចឹងទេប៉ុន្តែប្រតិកម្មរបស់អូនមិនចឹងច្បាស់ណាហើយពីរអ្នកហ្នឹងគឺថាបតែបន្តគ្នាពីទៅនឹងតែម្ដងអូមេហ្គាយើងខំរើហើយដងជីនហ្នឹងខំចាប់អូមេហ្គាយើងដោយម្នាក់ចោតដោយម្នាក់បដិសេធហ្នឹងគឺថាបបាក់ខ្លាំងមែនតើអូមេហ្គាយើងក៏តឹងទ្រូងដែរមិនក៏ដងជីនហ្នឹងចិត្តតែប្រច័ណ្ឌគាត់អញ្ចឹងដល់ពេលនេះផងដែរដងជីនហ្នឹងគឺថាចាប់ប្រវត្តិគាត់ហ្នឹងមកលើក្រែហើយគាត់បាននិយាយថាភាពល្ងងខ្លៅរបស់អូមេហ្គាយើងហ្នឹងគឺជាភាពតាក់ទាញរបស់គាត់ប៉ុន្តែគ្រប់យ៉ាងដូចជាលើហើយកន្លែងហ្នឹងដល់ពេលអូមេហ្គាយើងឃើញសាច់ដុំដងជីនធំពេកគាត់គិតក្នុងចិត្តថាគួយខ្លាចយ៉ាងនេះហើយគាត់ក៏ខំប្រកែកជាមួយនឹងដងជីនទៀតថាពេលហ្នឹងចិត្តតែគិតអីខ្លួនឯងហ្នឹងហ្មងហើយគាត់បាននិយាយទៀតថាដងជីនក៏ធ្លាប់ជាមួយនឹងអាហ្វាជាមួយនឹងអូមេហ្គាដែរតាមិនបានគាត់ហ្នឹងចេះតែមករករឿងគេហ្នឹងតែមួយខាងអញ្ចឹងហើយគាត់ក៏បានរំលឹកដងជីនកាលពីពេលដែលហ្នឹងនាំអូមេហ្គាចូលផ្ទះនៅគ្នាមានចាំអាការពេលដែលអូមេហ្គាយើងកំពុងតែបោះផ្ទះកាលហ្នឹងមើលគេឃើញឡើងអញ្ចឹងហើយគេមិនដែលប្រច័ណ្ឌអីផងរីឯដងជីនវិញគឺថាមានលេស100ចំពុកហ្មងគាត់ថាពេលនេះគាត់កំពុងតែរំលឹកអតីតកាលរបស់គាត់ហើយគាត់ក៏ចង់បំភ្លេចរឿងទាំងអស់ហ្នឹងដែរហើយកន្លែងហ្នឹងគឺអូមេហ្គាយើងផ្អើលទៀតហើយបែកហ្នឹងនិយាយសុកហ្នឹងមកកន្ទ្រប់ពីលើអូមេហ្គាយើងទៀតហើយដងជីនណាបានបន្តទៀតថាគាត់ប្រាថ្នាតែប្រពន្ធគាត់ម្នាក់ឯងដែលនៅជាមួយគាត់ហើយអូមេហ្គាយើងក៏លើតែអញ្ចឹងក៏ហូបមុខមកឥឡូវបើអូនមិនសុខចិត្តដែរមិនធ្លាប់ធ្វើអ្វីជាមួយនឹងអូមេហ្គានេះណែOh my god Wow ហេតុមានដឹងថាហ្នឹងយករបស់ហ្នឹងមកពីណាតាំងពីកាលទេតែអូមេហ្គាយើងគឺថាដែររសជាតិនៅជាមួយនឹងអូមេហ្គាហ្នឹងក៏មិនទេឥឡូវនេះបើសិនជាចង់ដឹងថារសជាតិហ្នឹងវាមិនដីនេះចិត្តលំទលាយហ្នឹងសាឲ្យតែម្ដងហើយអូមេហ្គាយើងហ្នឹងឃើញតែរបស់ហ្នឹងគឺថាសឲ្យស្លាប់តែម្ដងគាត់ក៏បញ្ញាប់សួរដងជឿនថាបានអាហ្នឹងមកពីណាក៏មកអនឡាញនេះស្អីគេតែអ្នកណាទៅអាចនឹកស្មានដល់ថាតារាល្បីដូចជាដងជឿននេះក៏មកអារបស់អញ្ចឹងមកនេះលោកហើយដងជឿនយើងក៏មិនຕົកឲ្យប្អូនយូរដែរឃើញថាតែអូមេហ្គាយើងត្រៀមខ្លួនក៏ត្រៀមខ្លួនមិនទាន់ដែរដងជឿនយើងបញ្ញាប់រាហ្នឹងហ្មងហើយអ្នកគ្នាចង់ដឹងថាគេថាមិនហ្នឹងអ្នកគ្នាអាចចូលទៅមើល chat ហ្នឹងបានគឺមានហ្នឹងអត់ហ៊ានបរិយាយទេឃើញថាបំណងប្រារបស់អូមេហ្គាយើងនេះប៉ុនបងយូរហើយឥឡូវប្តីគាត់ជួយសម្រេចឲ្យតែចង់និយាយថាអាចធ្វើមួយរបស់លេងបានប៉ុន្តែហាមធ្វើជាមួយនឹងអូមេហ្គាពិតមែនតែដងជីនដឹងគឺថាអូមេហ្គាយើងនឹងងាប់ហ្មងហើយហេសុងយើងមើលទៅរឿងនេះដូចជាចម្លែកសម្រាប់គាត់ដល់ហើយដងជីនបាននិយាយថាអារម្មណ៍អីគ្រាន់តែសប្បាយជាមួយនឹងវាហើយវាពិតជាលឿនខ្លាំងមែនតើបាន
បានផងហ្នឹងអូមេហ្គាយើងវាយគ្រីមចេញមកបាត់ហើយហើយកំហឹងប្រច័ណ្ឌរបស់ដងជៀនយើងគឺថាដល់កំពូលហើយពេលនេះគាត់មិនត្រឹមតែលេងអូមេហ្គាយើងទេគឺថាគាត់ចាក់ថ្នាំឲ្យអូមេហ្គាយើងទៀតខណៈពេលជាមួយគ្នាហ្នឹងគឺថាដងជៀនលេងអូមេហ្គាយើងផងចាក់ថ្នាំឲ្យគេផងចាអូមេហ្គាយើងកំពុងតែបញ្យល់ពីដងជៀននេះដងជៀនបាននិយាយថាតានេះមិនមែនអ្វីដែលអូមេហ្គាយើងត្រូវការទេមែនឥឡូវហ្នឹងគឺថាអូមេហ្គាយើងចុះចាញ់ដងជៀនយើងហើយគាត់សន្យាឥឡូវគាត់ឈប់មើលណៃគេទៀតហើយទៅតែគាត់ថាដងជៀនហ្នឹងព្រមមែនគាត់គ្មានថ្ងៃព្រមទេហើយយើងឃើញថាវគ្គនេះគាត់ថាដងជៀនធ្វើបាបពុតហ្មងតែមានបាសសម្រាយហ្នឹងមិនដឹងនិយាយថាម៉េចអូមេហ្គាយើងដល់ពេលប្របាក់ពេកទៅគឺថាគាត់សុំវល់គេផងអីផងនឹងឯងដល់ថ្នាក់ហៅគេនឹងហាន់នេះផងអីផងហើយដងជៀននៅតែនិយាយចឹងថាអូនព្រមសុំទោសឬមួយក៏អត់អូខេឥឡូវគេសុំទោសបានតែលើពាក្យសុំទោសចេះពីវត្តអូមេហ្គាយើងព្រាមនឹងគឺថាលេងនឹងក៏វត្តចោលទៅមួយកន្លែងហើយឥឡូវនេះអូនត្រូវចាំថាអូនគឺជារបស់បងហើយបងគឺជារបស់អូនយល់អូខេ baby អត់មាននិយាយម៉ែកន្លែងហ្នឹងគេនិយាយចឹងម៉ែណាហើយឥឡូវហ្នឹងគឺថាបំណងប្រាថ្នារបស់ដងជើងគឺថាបានសម្រេចហើយញ៉ាំឡើងខ្ចប់តែម្ដងពីអូមេហ្គាយើងវិញមិននឹកស្មានតែប្តីគាត់ឈួតទៅថ្នាក់ហ្នឹងសោះឥឡូវនេះយើងកាន់មកកាន់ការមកពុំត្រីរបស់ដងជើងពេលនេះគាត់កំពុងតែនិយាយទូរស័ព្ទមើលទៅដូចជានិយាយជាមួយនឹងមិត្តភក្តិអូមេហ្គាយើងទេគាត់បានសួរពីប្រពន្ធរបស់គាត់ថាអាចចាប់អារម្មណ៍អូមេហ្គាហ្នឹងហើយវានៅមានទៀតនិយាយទូរស័ព្ទហ្នឹងគាត់និយាយថាឥឡូវហេសុំឲ្យតែឃើញអូមេហ្គាដឹងតែគាត់រត់គេចហើយដងជើងយើងលើតែអញ្ចឹងគឺថាញ៉ាំខ្ជិបតែម្ដងអត់មានប្រហែលរីឯអ្នកទាំងពីរនេះវិញគឺថាឆ្ងល់តែម្ដងនោះជីក៏មិនចេះតែសួរអូនហ្នឹងអញ្ចឹងchapter ទី95 beta ជាមួយនឹង Omega សូមប្រាប់ឲ្យខ្ញុំដឹងផងបើសិនជាមានបញ្ហាអ្វីមួយយកព្រមពេលនេះខ្ញុំស៊ូកំពុងតែមកជួយរើរបស់របរឈោវ៉ុនដោយសារតែពេលនេះឈោវ៉ុនសម្រាប់ចិត្តរើចេញពីផ្ទះមួយនេះហើយប្រៀបដូចជាឈោវ៉ុនបោះជំហានទៅមុខដើម្បីបំភ្លេចអតីតកាលរបស់គាត់ពេលដែលរើសម្ភារៈនោះដែរខ្ញុំស៊ូបានរើចំរូបថតលងជន់ជាមួយនឹងឈោវ៉ុនរៀបការជាមួយនឹងគ្នាហើយយើងមើលមកកាន់រូបថតនោះគឺពិតជាស្រស់ស្អាតខ្លាំងមែនតើខ្ញុំស៊ូក៏គាត់ទៅសារដែរថារូបនឹងស្អាតខ្លាំងណាស់បងប្រុសរបស់ដងជាណាពិតជាសង្ហាពិតមែនខ្ញុំស៊ូបានសួរទៅឈោវ៉ុនថាតែចង់ឲ្យខ្ញុំមកធ្វើអ្វីទៅលើរូបនេះចម្លើយរបស់ឈោវ៉ុនគឺយើងដឹងហើយគាត់ប្រកាសជាបោះចោលរូបថតហ្នឹងហើយព្រោះអ្វីពេលនេះគឺមិនដូចមុននោះទេគាត់កំពុងតែបោះចោលអ្វីគ្រប់យ៉ាងដែលពាក់ព័ន្ធជាមួយនឹងដងជន់រីឯខ្ញុំស៊ូវិញគឺថាឃើញតែអញ្ចឹងហើយគឺស្ដាយហ្មងមើលរបស់ហ្នឹងគឺថ្លៃខ្លាំងហ្មងតែសម្រាប់ឈោវ៉ុនហ្នឹងវាគ្មានបញ្ហាអីទេអញ្ចឹងហើយយើងមកមើលកន្លែងថ្មីរបស់ឈោវ៉ុនមិនហើយនៅតែឯងទេប៉ុន្តែប៉ុណ្ណាតែម្ដងខ្ញុំស៊ូឃើញតែផ្ទះឈោវ៉ុនហ្នឹងគឺថាគាត់អាចប្រៀបធៀបបានហ្មងពេលនោះផងដែរឈោវ៉ុនក៏សួរខ្ញុំស៊ូថាតែគាត់នឹងចង់មកនៅមួយគ្នាអត់ឬគ្រាន់តែមកគេងមកយប់ក៏បានខ្ញុំសួរយើងចូលទៅអោបឈោវ៉ុនណាតែក្តីស្រឡាញ់ហ្មងអញ្ចឹងឃើញថាពួកគាត់ទាំងពីរហ្នឹងគេងមែនតាគេមានធ្វើអីទេគេគេងរីឯខ្ញុំស៊ូដែលគេងមិនតាន់លក់នោះក៏គាត់គិតដែរថាពេលនេះឈោវ៉ុនបានកែប្រែម្ដងបន្តិចហើយតែថាកែប្រែមែនអត់តែអ្នកមិនលឺថាខ្ញុំមិនឲ្យប៉ះរបស់ខ្ញុំទេឲ្យខ្ញុំសុំទោសខ្ញុំគ្រាន់តែរៀបចំវាតែប៉ុណ្ណោះខ្ញុំប្រមានអ្នកពីរបីដងហើយហេតុអីបានជាអ្នកអត់ចេះស្ដាប់គ្នាអញ្ចឹងគិតថាខ្ញុំហ្នឹងនិយាយលេងមែននៅកន្លែង studio របស់ Show One ពេលដែលមានបុគ្គលិកដែលមិនពេញចិត្តជាមួយនឹង Show One គាត់ស្ដីបន្ទោសឲ្យខ្លាំងមែនតើហើយខណៈពេលនោះផងដែរខ្ញុំស៊ូក៏បានដើរចូលមកដែរហើយអ្វីដែលគាត់គិតថា Show One កែប្រែហ្នឹងគឺថាគ្រាន់តែមួយចន្លោះតូចតែម្ដងអ្វីដែលធំបំផុតនោះគឺទីនេះហើយពេលដែលគាត់ឃើញចរិតរបស់ Show One នៅតែបន្តបែបនេះគឺថាគាត់យ៉ាងស្ញែងតែម្ដងគាត់ក៏បំរុងហៅឈោវ៉ុនប៉ុន្តែពេលនោះផងដែរ manager របស់ឈោវ៉ុនបានមកហៅខ្ញុំស៊ូមិនមែនបានប្រាប់ពីឈ្មោះរបស់ manager របស់ឈោវ៉ុនទេគាត់មានឈ្មោះថាលោកសុនតែមិនមែនសុំហៅគាត់ជា manager ឲ្យងាយស្រួលហៅជាងពេលនេះពួកគាត់ទាំងពីរកំពុងតែនៅហាងកាហ្វេដើម្បីពិភាក្សាគ្នាខ្ញុំស៊ូគាត់បាននិយាយថាគាត់គិតថាឈោវ៉ុនបានផ្លាស់ប្ដូរហើយប៉ុន្តែយ៉ាងគឺអត់ដូចការគិតរបស់គាត់ទេវាក៏ជារឿងពិបាកដែរតែមនុស្សមិនអាចកែប្រែចរិតរបស់ពួកគេបានទេហើយពេលនោះ manager គាត់បាននិយាយថាខ្ញុំស៊ូគាត់ស្គាល់ឈោវ៉ុនតាំងពីវិទ្យាល័យមកម្ល៉េះពេលដែលគាត់ជួបឈោវ៉ុនដំបូងហ្នឹងហើយដែលឈោវ៉ុនលេងតន្ត្រីគាត់ពិតជាកោតសរសើរលើឈោវ៉ុនខ្លាំងហើយនេះជាមូលហេតុដែលគាត់នឹងតាមបម្រើឈោវ៉ុនមកដល់ពេលនេះឈោវ៉ុនមិនមែនជាក្មេងអាក្រក់នោះទេបើសិនជាអ្នកស្គាល់គាត់កាន់តែច្បាស់អ្នកនឹងអាណិតគាត់ទៅវិញទេព្រោះអ្នកមិនយល់ពីសម្ពាធគ្រួសាររបស់គាត់ឡើយគាត់បានខំប្រឹងរឿងទាំងអស់នេះតាំងពីគាត់នៅក្មេងពេលនោះខ្ញុំស៊ូគាត់បាននិយាយថាគាត់ដឹងថាឈោវ៉ុនប្រកាសជាមានអារម្មណ៍កាន់តែពិបាកនៅពេលដែលគាត់នឹងជាបេតានៅក្បែរខ្លួនរបស់ឈោវ៉ុនម្នាក់គាត់ដឹងថាមនុស្សគ្នាចាប់អារម្មណ៍ឈោវ៉ុនទៅលើរូបរាងកាយរបស់គាត់តែប៉ុណ្ណោះហើយនៅទីបំផុតពួកគេទាំងអស់នោះនៅតែចាក់ចេញពីគាត់អញ្ចឹងវាក៏សុទ្ធជាតែរបួសសម្រាប់ឈោវ៉ុនរីឯខ្ញុំស៊ូវិញគាត់ក៏មានអារម្មណ៍ថាអាណិតឈោវ៉ុនដែរខ្ញុំស៊ូពេលហ្នឹងគឺថាភ្ញាក់មកតែម្ដងគាត់ដឹងថារឿងទាំងអស់គឺពិបាកសម្រាប់អ្នកទាំងពីរខ្លាំងណាស់ព្រោះអ្នកទាំងពីរគឺជាគូស្នេហ៍អូមេហ្គានិងបេតាតែសូមអ្នកកុំទុកឈោវ៉ុនឲ្យនៅម្នាក់ឯងឯណាស្អីគេតាំងពីពេលដែលឈោវ៉ុនរៀបការជាមួយនឹងដងជូនឲ្យខ្ញុំសុំទោសដែលខ្ញុំរំលឹករឿងនេះប៉ុន្តែចាប់តាំងពីពេលនោះមកឈោវ៉ុនមិនដែលមានក្តីសុខទេរីឯខ្ញុំស៊ូក៏ឆ្ងល់ដែរតើវាមានអីខុសគ្នាអរ៉េអ្នកគឺដូចគ្នា
គ្នាឯងប៉ុន្មានណោះមិនមែនចើគាត់បានរៀបរាប់សៅគាត់មកទាំងអស់តែម្ដងគាត់ឲ្យមានការតបប្រមល់ខ្លាំងហ្មងដល់ថ្នាក់គាត់ញ៉ាំដល់ថ្នាក់គាត់ហ្នឹងមានដល់ប្រពន្ធសពថ្ងៃនេះខ្ញុំស៊ូក៏នឹកឃើញថាឈួនក៏ធ្លាប់ប្រាប់គាត់ដែរថាម្នាក់ចើរបស់គាត់ហ្នឹងពីមុនមិនមែនធាត់ចឹងទេស្គមស្អាតណាស់ហើយពេលនេះគឺយើងដឹងមូលហេតុហើយមិនបានគាត់ធាត់ចឹងដោយសារតែម្នាក់ចើហ្នឹងពិបាកចិត្តរឿងឈួនច្រើនពេកហ្នឹងពេលនេះគាត់កំពុងតែសុំវល់ខ្ញុំស៊ូឲ្យសូមកុំឲ្យបោះបង់ឈួនដោយដែលដងជន់ហ្នឹងធ្វើដាក់ឈួនទៀតអីអ្នកលេងភ្លេងយូឡុងលីងឈួនពេលនេះឈួនកំពុងតែចូលការសម្ភាសមានសំណួរដំបូងបានសួរទៅកាន់ឈួនតើតន្ត្រីសម័យបុរាណដែលលេងដោយអូមេហ្គានិងអាហ្វានៅតែមិនអាចស្ដាប់បានសម្រាប់បេតាតើវាជារឿងពិតដែរឬទេពួកគេបាននិយាយថាបេតាមិនអាចយល់ពីតន្ត្រីដោយសារតែពួកគេមិនអាចដឹងពីផូរ៉ូម៉ូនតែឥឡូវនេះខ្ញុំគិតថារឿងនេះគឺវាខុសហើយឈួនបានបន្តទៀតថាមានតែអាហ្វានិងអូមេហ្គាទេដែលពួកគេគ្មានទំនុកចិត្តទៅលើសមត្ថភាពរបស់ពួកគេក្នុងការនិយាយយើងគួរតែផ្លាស់ប្ដូរផ្នត់គំនិតឲ្យបើកចំហសម្រាប់មនុស្សគ្រប់គ្នាហើយការសម្ភាសរបស់ឈួននេះគឺឲ្យគ្រប់គ្នាភ្ញាក់ផ្អើលខ្លាំងមែនតើមិនថាសួរដែលកំពុងតែមើលការសម្ភាសនេះនោះទេពេលនោះខ្ញុំសួរបាននឹកឃើញពីអតីតកាលថាបេតាអាចភ្ជាប់ជាមួយនឹងតាបានហើយកាលពីពេលនោះគាត់ក៏ធ្លាប់ដើរជួបជាមួយនឹងដងជីនដែរនោះគឺដងជួនបានជួនប្អូនគាត់មករៀនហើយបានផ្ដាំប្អូនគាត់ថាកុំឲ្យគេចសាលាណពេលដែលអ្នកទាំងពីរហ្នឹងកំពុងតែដើរទៅសាលារបស់គាត់ផងដែរអ្នកទាំងពីរកាលនៅក្មេងៗហ្នឹងឲ្យតែឃើញអាហ្វាហ្នឹងគឺពួកគេទាំងពីរមិនសូវចូលចិត្តដែរទេគាត់គិតថាឈួនណាពិតជាមានឥទ្ធិពលខ្លាំងហើយសូម្បីតែអាហ្វាដែលមានមាឌធំក៏គាត់មានអារម្មណ៍ថាកោតខ្លាចទៅលើឈួនហើយនេះក៏ប្រហែលជាអ្វីដែលឈួនហ្នឹងមានអំណួតទៅលើខ្លួនឯងផងដែរគាត់មានកម្រិតខ្ពស់និងខ្លាំងក្លាដូច្នេះគាត់មិនដែលខ្លាចនរណាម្នាក់នោះទេអញ្ចឹងហើយយើងមកជួបមេខ្លាតែម្ដងទៅខ្ញុំសួរគាត់កាន់តែគិតពីអំណាចរបស់ឈួនណាគាត់កាន់តែជឿជាក់ពិភពលោកនេះអាចយកទៅធាត់អស់ហើយហេតុអីគ្រប់គ្នាត្រូវខ្លាចតែអាហ្វាជាមួយនឹងអូមេហ្គាដែលមានកម្រិតខ្ពស់ហើយមនុស្សប្រភេទដូចឈួននេះថាតតែជួបបេតាហ្នឹងហើយបើបក្រាបបានខ្ញុំសួរគាត់គាត់ឡើងដេកលេងលក់អីពេលនោះផងដែរឈួនក៏សួរទៅកាន់ខ្ញុំសួរទៅថាថ្ងៃហ្នឹងគាត់អត់ធ្វើការក្រៅម៉ោងទេមែនហើយការបានឈប់ធ្វើការហ្នឹងហើយមកធ្វើការនៅការិយាល័យរបស់ខ្ញុំថាម៉េចខ្ញុំគ្មានអ្វីដែលត្រូវធ្វើនៅទីនោះទេហើយឥឡូវខ្ញុំក៏អត់ទាន់រៀនចប់ហើយខ្ញុំក៏មិនបានប្រាប់មេរបស់ខ្ញុំថាខ្ញុំឈប់ដែរពេលនេះឈួនកំពុងតែទៀមទាឲ្យខ្ញុំសួរហ្នឹងមកធ្វើការមួយគាត់ហើយឈួនហ្នឹងចង់ឲ្យខ្ញុំសួរហ្នឹងមកធ្វើជាជំនួយការរបស់គាត់ដែរហើយចូលម្នាក់ចើរបស់គាត់ខ្ញុំសួរគឺប្រកែកមកតែម្ដងពេលឈួនណានៅតែគិតថាខ្ញុំសួរហ្នឹងទៅធ្វើការងារអីអញ្ចឹងពេលនេះអ្នកទាំងពីរហាក់បីដូចជាឆ្លោះប្រកែកគ្នារឿងការងារហ្នឹងដល់ហើយមើលទៅអាចរិតរឿងរស់របស់ឈួនណាដូចជាមកវិញទៀតហើយពីរអ្នកហ្នឹងនិយាយគ្នាចុះឡើងហ្នឹងខ្ញុំសួរក៏បានរំលឹកពីអ្វីដែលឈួនណាសម្លុតទៅកាន់បុគ្គលិកខ្លួនហ្នឹងពេលឈួនណាគឺគាត់មើលមកទៀតហើយគាត់មានបានធ្វើអីណាសូម្បីតែស្រែកដាក់គេក៏មិនបាននិយាយដែរឈួនថែមទាំងនិយាយថាខ្ញុំសួរហ្នឹងតែនិយាយតែម្ដងពេលនេះគាត់ពិបាកចិត្តខ្លាំងគាត់អាចស្លាប់ក៏ថាបានដែរអ្នកសន្យាមួយខ្ញុំមកថាឈប់ជួបបរិយខ្ញុំមិនអាចធ្វើបានទេអត់ទេអ្នកមិនអាចក្បត់ពាក្យសម្ដីរបស់អ្នកបានទេណាណែកុំចង់ធ្វើឆ្លាតជាមួយនឹងខ្ញុំមិនសោះពេលនេះយើងឃើញថាតែពេលហ្នឹងដូចជាឆ្លោះគ្នាខ្លាំងដែរពេលនោះខ្ញុំសួរបានចាប់ដៃឈួនដល់ជាប់ហ្មងខ្ញុំសួរបាននិយាយថាកុំឲ្យឈួនហ្នឹងលើកដៃធ្វើអញ្ចឹងទៀតលែងខ្ញុំតែនេះមិនលើខ្ញុំនិយាយទេខ្ញុំសួរដូចជាធ្វើឲ្យឈួនកាន់តែខឹងមកតែយ៉ាងណាក៏ដោយខ្ញុំសួរគឺអត់លែងដៃរបស់ឈួនទេទោះបីជាត្រូវឈួនហ្នឹងជេរស្ដីឲ្យក៏ដោយពេលខ្ញុំសួរហ្នឹងឃើញឈួនហ្នឹងរើចុះរើឡើងហើយអត់រួចពីដៃរបស់គាត់ចឹងគាត់គឺគិតថាកម្លាំងឈួនហ្នឹងអស់ប៉ុណ្្នឹងមែនកម្លាំងឈួនហ្នឹងមើលទៅដូចស្រីអញ្ចឹងហើយពេលនោះគាត់ក៏សាកចាប់ដៃទាំងពីររបស់ឈួនហើយដើរថយទៅក្រោយមានណាឈួនយើងល្បិចល្បក់ដូចស្រីល្បមែនគឺថាគាត់តែគេចាប់ចឹងគឺដួលទៅលើសឡុងតែម្ដងហើយសាច់រឿងរបស់យើងក៏ចាប់តែប៉ុណ្នេះផងដែរអ្នកទាំងអស់គ្នាចឹងវគ្គក្រោយអ្នកនរគ្នានឹងឃើញបេតាជាមួយនឹងអូមេហ្គាហ្នឹងគឺនៅមួយគ្នាហើយនិយាយថាគូពីរវគ្គហ្នឹងអើយមានណាស្រឡាញ់ស្លប់ហ្មងគឺថាឆ្លោះគ្នាក៏ឆ្លោះគ្នាស្រឡាញ់គ្នាក៏ស្រឡាញ់គ្នាអាមួយខ្លាំងរៀងខ្លួនអាមួយទៀតគឺថាចង់ឈ្នះដែរនិយាយទៅឈួនយើងតើជួបឆ្នាំខ្លាំងដោយបេតាយើងនេះបានបក្រាបគាត់បានតិចថាទៅជួបពេទ្យលេបឆ្នាំអីហ្នឹងគឺអត់ជាទេអាចរិតហ្នឹងតើដាក់ចូលមណ្ឌលកែប្រែរបស់ខ្ជងសួរបានបង្ក្រាបឈួនបានហើយអត់មានអត់ចង់តប៉ាយូរទេអត់មានឃើញវីដេអូអ្នកមើលច្រើនដែរតែ like ដូចតិចដល់ហើយចឹងកុំភ្លេច like admin ឲ្យបានច្រើនផងដើម្បីជាកម្លាំងចិត្តដល់ admin ហើយអ្នកអត់ទាន់ subscribe កុំភ្លេចចុច subscribe ដើម្បីតាមដានទស្សនាវីដេអូថ្មីៗពី admin Smile Manga ជម្រាបលាបាយបាយជួបគ្នានៅវីដេអូក្រោយ